មកជាមួយសេហ្គនដូរីករាលដាលនៅរចនាសម្ព័ន្ធដ៏ពិសេសដែលបានដាក់ចូលក្នុងទ្វារផ្លាស្ទិក Airbus កំពុងទទួលបានការសរសើរច្រើននៅពេលនេះស្រទាប់ផ្លាស្ទិក Decal Sheet មានលក្ខណៈងាយស្រួលក្នុងការចងភ្ជាប់ពណ៌បង្កើតបានគំរូលំនាំឈើយ៉ាងស្រស់ស្អាតស្រទាប់ឈើ PEX អនុញ្ញាតឲ្យមានការកែសម្រួលងាយស្រួលដូចជាការលាបឲ្យរលោងនិងការជីករ៉ុនដើម្បីដាក់ដុំទ្វារវាជាខ្នាតសំណង់សំខាន់សម្រាប់ប្រព័ន្ធទ្វារដោយសារការតស៊ូទំនាក់ទំនងល្អស្រទាប់នេះត្រូវបានកែច្នៃជាពីបន្ទាប់ទៅទៀតគឺស្រទាប់ផ្លាស្ទិក Airbus ពិសេសដែលបានផ្សំជាមួយវត្ថុធាតុផ្សេងទៀតដើម្បីបង្កើតស្រទាប់ធន់កម្ដៅនិងមានសមត្ថភាពការពារការឆេះស្រទាប់ឈើ PEX អនុញ្ញាតឲ្យមានការកែសម្រួលងាយស្រួលដូចជាការលាបឲ្យរលោងនិងការជីករ៉ុនដើម្បីដាក់ដុំជាខ្នាតសំណង់សំខាន់សម្រាប់ប្រព័ន្ធទ្វារដោយសារការតស៊ូទំនាក់ទំនងល្អស្រទាប់នេះត្រូវបានកែច្នៃជាកម្រាស់33មុំដើម្បីបន្ថែមភាពរឹងមាំនិងការចងភ្ជាប់ឧបករណ៍សោស្រទាប់ឈើរឹងល្វល់ត្រូវបានផលិតពីសំណុំកាត់បន្ថយការរីកសាច់និងការជ្រាបព្រើដើម្បីបង្ការការបង្ហូរខ្យល់ឬទឹកនៅផ្នែកកណ្ដាលគឺមានស្រទាប់ Honeycomb ដែលជាប្រព័ន្ធរចនាតាមទម្រង់រចនាបថទ្រង់ទ្រាយសម្បាញ់ដូចសំបុកឃ្មុំដើម្បីបង្កើនភាពរឹងមាំនិងបន្ថែមសមត្ថភាពការពារកម្ដៅនិងសំឡេងផលិតផលនេះងាយស្រួលប្រើប្រាស់ការដំឡើងសាមញ្ញការរចនាយូរនិងមានតម្លៃសមរម្យបើបងប្អូនកំពុងស្វែងរកទ្វារល្អសម្រាប់គ្រួសាររបស់ខ្លួនសូមទាក់ទង Segundo ដើម្បីទទួលបានការប្រឹក្សាពីពេលនេះ